អូនចាប់ដើមមានរោគសញ្ញាគេខ្លះដែលគូគិតថាយើងអាចមានជំងឺលំកកាពះជំងឺលំកកាពះភាសាអង់គ្លេសយើងប្រើពាក្យថា GERD GERD បើសិនបើពាក្យពេញរបស់គេប្រើពាក្យថា gastroesophageal reflux disease បានន័យថាអាកកាពះរបស់យើងអាកន្លែងពងអាហារហ្នឹងមកដល់កាពះហ្នឹងគឺវាត្រូវមានសាច់ដុំដើម្បីផ្ចិតឬក៏យើងប្រើពាក្យថា sphincter ទ្វារមួយអញ្ចឹងដើម្បីបិទថាកុំឲ្យចំណីអាហារដែលយើងញ៉ាំចូលទៅដល់ក្នុងកាពះហ្នឹងវាចេញមកតាមអាពងអាហាររបស់យើងវិញពេលដែលយើងគេងអញ្ចឹងនៅពេលដែលយើងមានបញ្ហា GERD ឬក៏លំកកាពះហ្នឹងបានន័យថាសាច់ដុំនៅនឹងជុំវិញអាកន្លែងទ្វារដែលត្រូវបិទពីពងអាហារទៅកាពះហ្នឹងគឺវាអន់ថយហើយ sphincter ឬក៏អាវ៉ាល់ដែលវាត្រូវបិទហ្នឹងគឺវាបិទអត់ចិត្តទេដល់អញ្ចឹងទៅវាធ្វើឲ្យចំណីអាហារមួយចំនួនដែលបងប្អូនញ៉ាំហើយវាអាចភើមកវិញហើយនៅពេលដែលវាភើមកវិញហ្នឹងវាមិនមែនភើមកទៅចំណីអាហារព្រោះអីយើងទៅពីហើយអីហើយញ៉ាំចូលទៅវាក្លុកជាមួយនឹងអាស៊ីតនៅក្នុងកាពះរបស់យើងដល់អញ្ចឹងទៅពេលដែលវាចេញមកវិញវាចេញលក្ខណៈជាជូរវាចេញលក្ខណៈរបៀបថាកាហាយឬក៏របៀបថាមានអារម្មណ៍ដូចអាលៀកនៅអាកន្លែងកំពង់អាហាររបស់យើងអញ្ចឹងបន្ទាប់ពីខ្ញុំបញ្យល់អញ្ចឹងហើយបងប្អូនអាចយល់ធូរហើយថាការៈនៃជំងឺលំកកាពះនេះទី1គឺអាចមានអារម្មណ៍ថាកាហាយជាពិសេសនៅកន្លែងចុងដង្ហើមឬក៏កន្លែងក្នុងដើមទ្រូងយើងតែម្ដងទី2ទៀតគឺបងប្អូនខ្លះគាត់ចំណាំមើលគាត់ក្អកយប់ឡើងគាត់គេងអញ្ចឹងទៅស្រាប់ងើបក្អកកដាយប់ខុងអញ្ចឹងណាពេលដែលយើងញ៉ាំទឹកហើយក៏មានអារម្មណ៍ថាវាអត់ធូរក្អកដែរព្រោះអីចង្ការដល់ពេលដែលយើងគេងយប់ម៉ាស៊ីនត្រជាក់អីវារៀងស្ងួតនៅក្នុងកន្ទប់អញ្ចឹងទៅវាធ្វើឲ្យស្ងួតកយើងអាចងើបក្អកដែរប៉ុន្តែពេលហ្នឹងយើងញ៉ាំទឹកយើងអីផ្សើមពងកទៅវាបាត់ប៉ុន្តែបើសិនជាពាក់ព័ន្ធជាមួយនឹងក្អកនៅពេលដែលកកាពះរបស់យើងវាចំហឬក៏វាអាលងហ្នឹងគឺដោយសារតែវាចេញឬក៏វាហើរសារធាតុអាស៊ីតមកប៉ះជាមួយនឹងកយើងពេលដែលយើងគេងដល់អញ្ចឹងទៅពេលដែលយើងក្អកកដាយប់ហ្នឹងយើងញ៉ាំទឹកក៏វាអត់បាត់ដែរតមកសម្បកយើងអង្គុយអីអញ្ចឹងហើយបានវាអាចបាត់វិញទី3ទៀតយើងអាចសម្គាល់លើរោគសញ្ញាដូចរបៀបក្អែចំណីអាហារចេញមកតាមមាត់ឬក៏ចេញមកដល់កយើងនេះយើងមានអារម្មណ៍ថាជូរនៅកំពង់ករបស់យើងហើយពេលដែលយើងភើយើងមានអារម្មណ៍ថាដូចមានចំណីអាហារឡើងមកដែរប្រសិនបើអ្នកដែលគាត់ឧទាហរណ៍ថាគាត់អាលៀកកាពះឬក៏មានបញ្ហាមេរោគនៅក្នុងកាពះអញ្ចឹងជាទូទៅគាត់ភើគឺគាត់ភើរៀងជូរមាត់ប៉ុន្តែអត់ដែលឡើងចំណីអាហារមកទេអញ្ចឹងការដែលយើងកំណត់សម្គាល់លើរោគសញ្ញាទាំងអស់ហ្នឹងមិនមែនជាការធ្វើរោគវិនិច្ឆ័យទេជាទូទៅរោគវិនិច្ឆ័យតើបងប្អូនមកជួបគ្រូពេទ្យអ្វីដែលខ្ញុំណែនាំនៅក្នុងវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនកំណត់សម្គាល់ឬក៏ចំណាំខ្លួនឯងដើម្បីបងអាចទៅរកគ្រូពេទ្យនៅពេលដែលមានរោគសញ្ញាទាំងអស់ហ្នឹងហើយជំងឺលំកកាពះនេះអ្វីដែលពិបាកធ្វើរោគវិនិច្ឆ័យគឺយើងត្រូវបែងចែកថាតើអ្នកជំងឺហ្នឹងលំកកាពះឬក៏អ្នកជំងឺហ្នឹងអាលៀកកាពះឬក៏មានតបៅកាពះឬក៏មានមេរោគនៅក្នុងកាពះរោគសញ្ញាមួយចំនួនហ្នឹងក៏វាស្តៀងគ្នាទៅតាមនឹងដែរអញ្ចឹងសិនបើបងប្អូនអត់ច្បាស់ឬក៏មានចម្ងល់អីអាច comment សួរខ្ញុំនៅក្នុងវីដេអូនេះក៏បានឬក៏អាចណាត់ជួបដើម្បីពិគ្រោះប្រឹក្សាក៏បានដែរអរគុណច្រើនចឹងថ្ងៃក្រោយជួបគ្នាទៀតណាបាយបាយ